វីដេអូមុនខ្ញុំបាននិយាយថាកូនក្មេងនៅប្រទេសអូស្ត្រាលីនៅក្នុងរដ្ឋខ្លះនៅក្នុងប្រទេសនេះចាប់ដើមធ្វើការបានតាំងពីអាយុ11ឆ្នាំឡើង11ឆ្នាំទាំងអស់គ្នាមានដឹងអត់នៅប្រទេសអូស្ត្រាលីមានចំនួន6រដ្ឋហើយរដ្ឋខ្លះនៅប្រទេសអូស្ត្រាលីកូនក្មេងចាប់ដើមធ្វើការបានតាំងពីអាយុ11ឆ្នាំឡើងទៅលើខ្ញុំយល់អារម្មណ៍មនុស្សមួយចំនួនដែលបានស្ដាប់វីដេអូហ្នឹងមកមានអារម្មណ៍ថាវាមិនតើណាឲ្យកូនក្មេងអាយុ11ឆ្នាំតែធ្វើការអត់មានទៅសាលាមានអីទេអានេះខ្ញុំទទួលបានព័ត៌មានតាមការស្រាវជ្រាវរបស់ខ្ញុំនៅក្នុងអ៊ីនធឺណិតក្នុង Google ហើយរដ្ឋដែលគេឲ្យកូនក្មេងធ្វើការ11ឆ្នាំឡើងហ្នឹងគឺរដ្ឋដែលខ្ញុំកំពុងឈរជើងនៅនេះរដ្ឋវីតូរីទីក្រុងមែលប៊នដែលខ្ញុំឈរហ្នឹងគឺនៅក្នុងរដ្ឋវីតូរីហ្នឹងឯងហើយការងារដែលកូនក្មេងអាយុ11ឆ្នាំធ្វើបានហ្នឹងដូចជាការងារមានតែប្រហែលការងារខ្ញុំចាំបានមួយគឺដឹកកសែតចែកកសែតទៅគេមិនទេតែការងារហ្នឹងតាមខ្ញុំគិតគឺជាការងារ part time កូនក្មេងធ្វើមកផ្លេតយកលុយបន្តិចតួចឯងហើយក៏ខ្ញុំគិតថាគេអត់ឲ្យកូនក្មេងហ្នឹងឈប់រៀនបដ ாய் ដើម្បីមកធ្វើការជាអ្នកចែកកសែតទៅតាមផ្ទះមួយហ្នឹងដែរសូម្បីខ្ញុំក៏មិនចង់ជឿថាកូនក្មេងអាយុ11ឆ្នាំគេឲ្យធ្វើការស្របច្បាប់នៅប្រទេសអូស្ត្រាលីចឹងដែរតែដោយសារព័ត៌មានគេធ្វើចឹងចាំមើលចាំដាក់ព័ត៌មាននៅកន្លែងនេះឲ្យមើលវាគួរឲ្យចម្លែកដែរបើខ្ញុំដាក់នៅក្បាលវីដេអូការងារទាំង10នៅប្រទេសអូស្ត្រាលីហ្នឹងចង់មើលវីដេអូពេញចូលមើលខ្ញុំដាក់ link នៅក្នុង comment ឬដាក់ link នៅលើវីដេអូនេះឲ្យមើលអរគុណច្រើនបាយបើខ្ញុំឡើងព្រាមអស់5 ឡាកន្លះទៅកាត់មិនហ្នឹង